គុំម្ដងខ្ញុំចង់រៀនច្បាប់ទេប៉ុន្តែចង់ធ្វើប៉ូលីសជំរាបសួរអាចជួយណែនាំខ្លួនបន្តិចបានទេជំរាបសួរខ្ញុំឈ្មោះចំណានសៃណាងមកពីវិទ្យាល័យរិស័យកែវរៀនថ្នាក់ទី12ជំរាបសួរខ្ញុំឈ្មោះរាចាន់សុខាខ្ញុំមកពីវិទ្យាល័យរិស័យកែវរៀនទី10ឃើញមានសម្លៀកបំពាក់បុរាណអញ្ចឹងអូនមានរៀនជំនាញនឹងក្រៅឬក៏យ៉ាងណាដែររៀនក្រៅបងរៀនរបាំបុរាណរៀននៅក្រមសិល្បៈយុវជនខានខាននិងរបាំបុរាណចំនួនថ្មីសម្រាប់ការហាត់របាំហ្នឹងគឺខ្ញុំហាត់នៅក្រមយុវជនខានខាននិងរបាំបុរាណចំនួនថ្មីរយៈពេល75ឆ្នាំហើយបងខ្ញុំហាត់តាំងពីក្មេងហើយពួកខ្ញុំជាយុវជនរបៀបសិល្បៈមហាជនទេគឺហាត់រាល់តែថ្ងៃអាទិត្យទេបងទំនេរពីការសិក្សាខ្ញុំរយៈពេល6ឆ្នាំពេលអូនទៅហាត់ហ្នឹងតើត្រូវចំណាយថវិកាផ្ទាល់ខ្លួនឬក៏យ៉ាងណាដែរទៅចំពោះការហាត់គឺអត់គិតថវិកាបងហាត់ហ្វ្រីមូលហេតុអីបានជាអូនកំពុងតែនៅរៀនបដាតែបែរទៅជ្រើសរើសហាត់ជាមួយនឹងរបាំបុរាណខ្មែរវិញអញ្ចឹងដោយសារតែចិត្តស្រឡាញ់បងហើយចង់ថែវប្បធម៌ឃើញរបាំស្អាតគឺទៅចង់លើកស្ទួយឲ្យភ្ញៀវអន្តរជាតិនិងជាតិប្រទេសផ្សេងៗហ្នឹងចង់ឃើញពីវប្បធម៌របស់ខ្មែររបាំបុរាណរបស់ខ្មែរយើងអញ្ចឹងណាទោះខ្ញុំមិនមែនជាអ្នកសិល្បៈអាជីពមែនទេប៉ុន្តែខ្ញុំនឹងខំប្រឹងថែជួយថែរក្សាអញ្ចឹងមានដែរចេញទៅសម្ដែងលក្ខណៈថាបានជាថវិកាអីហ៎បានបងពេលចេញទៅសម្ដែងម្ដងអាចចែកម្លែកបានទេថាអូនអាចទទួលបានប្រាក់កម្រៃបានព្រោះយើងមិនមែនជាអ្នកសិល្បៈអាជីពអញ្ចឹងណាប្រហែលដូចជា$20ទៅ30ក្នុងមួយសូចាក្នុងមួយ show ហ្នឹងតែ1ម៉ោងអីឬក៏10នាទីអីមួយផ្លែតទេអញ្ចឹងជាមួយសម្លៀកបំពាក់តម្លៃហ្នឹងគឺបូករួមជាមួយគ្នាឬក៏យ៉ាងណាដែរចាបូករួមប៉ុន្តែរបៀបផ្សេងថ្លៃឈុតផ្សេងថ្លៃឲ្យអ្នកផ្សេងអញ្ចឹងសរុបទាំងអស់អញ្ចឹងដល់ពេលបានថវិកាហ្នឹងមកយើងយកមកចែកដូចជាមួយឈុតឧទាហរណ៍ដូចជារំ5នាក់តម្លៃប្រហែល150ទៅ200ទាំងថ្លៃទាំងអ្នករំទេម្នាក់20រៀលចង់100បងអញ្ចឹងទាំងថ្លៃឈុតទាំងថ្លៃថា300ឬក៏250បងបន្ទាប់ពីអូនរៀនចប់វិទ្យាល័យតើអូនមានគោលបំណងបែបណាដែរទៅតែបាត់គោលបំណងខ្ញុំចង់រៀនច្បាប់ទេប៉ុន្តែខ្ញុំចង់ថែរក្សាអញ្ចឹងចង់ធ្វើអីគេចង់ធ្វើប៉ូលីសខ្ញុំចង់ធ្វើគ្រូបង្រៀនប៉ុន្តែចិត្តមួយទៀតស្រឡាញ់ចង់ថែរក្សាដោយសារយើងនៅក្មេងយើងនៅពេញកម្លាំងជួយសង្គមបានច្រើនអញ្ចឹងយើងនៅជួយនិយាយទៅត្រូវដេរយូរម៉ោងឈរយូរម៉ោងញ៉ាំអីហ្នឹងគឺរៀងពិបាកហើយជាពិសេសគឺទូមកកូតគឺធ្ងន់ខ្លាំងមែនតើអាចនឹងមានរបួសក្បាលពេល3ថ្ងៃអាចនឹងជាអាចនឹងថាស្លៀកម្ដងទៅរយៈពេល1ម៉ោងទៅ2ម៉ោងនៅពេលដោះលឿនទេបងថា20នាទីទៅ5នាទីចុះដល់ពេលស្លៀកអញ្ចឹងហើយពេលកំពុងនៅ stand by អត់ទាន់ឡើងអញ្ចឹងមានដែរធ្លាប់ចង់ត្រូវទៅទប់ទឹកដើម្បីសម្រួលអេរយាប័តអីអញ្ចឹងណាមានដែរទេដែរប៉ុន្តែយើងត្រូវធំហើយទៅមុនយើងត្រូវរបៀបរៀបចំខ្លួនឯងឲ្យហើយមុនឲ្យ stand by ឬក៏អត់ហ៊ានញ៉ាំអីច្រើនចាំពេលហើយសរុបយកមកអញ្ចឹងជាចុងក្រោយតើអូនមានអ្វីចង់និយាយទៅកាន់អ្នកទស្សនាវីដេអូនេះអត់ជាចុងក្រោយខ្ញុំចង់ប្រាប់អ្នកដែលទស្សនាចង់ឲ្យពួកគាត់ហ្នឹងមកជួយលើកស្ទួយវប្បធម៌របាំបុរាណល្ខោនខោអ្វីដែលចូលបេតិកភណ្ឌរបស់ប្រទេសយើងហ្នឹងសូមជួយថែរក្សាផងដោយសារក្មេងៗស្មើឥឡូវគឺខ្ញុំឃើញអត់សូវជួយលើកស្ទួយទេបើសិនជាគាត់មានពេលអាចមកថែរក្សាដូចខ្ញុំបានយើងឆ្លៀតតាមថ្ងៃអាទិត្យទេចាឥឡូវយើងចិត្តប្រឡងទី12ហើយចាំមានអីចង់និយាយផ្ដាំទៅកាន់មិត្តភក្តិយើងរៀនទី12មួយគ្នាហ៎ផងមើលមិនរៀនផងបងខ្ញុំអត់តបានមើល